ឥឡូវយើងត្រឡប់មករំលឹកមេរៀនយើងវិញណាអញ្ចឹងដំបូងគឺការបើកឬក៏ការចាប់ផ្ដើមហ្នឹងបើសិនជាយើងបាត់ icon Microsoft Office Word យើងនៅលើ desktop នេះអញ្ចឹងយើងចុចទៅលើ start មួយមកយើងទៅសេពាក្យថា Microsoft Office Word ចេញមកអញ្ចឹងMicrosoft Office Word វាមានទៅតាមជំនាន់របស់វាមាន2010 2013រហូតឡើងទៅមុខលើទៅអញ្ចឹងទៅតោះអញ្ចឹងដំបូងមុននឹងចាប់ផ្ដើមការងារយើងត្រូវធ្វើការកំណត់กระดาษជ្រើសរើសกระดาษសិនណាអញ្ចឹងដើម្បីកំណត់ទំហំกระดาษបានយើងចូលទៅក្នុង page layout ឬក៏ page ឬក៏ layout នេះជាទូទៅអាកន្លែងនេះឈ្មោះរបស់វាខុសគ្នាទៅតាម version ឬក៏តាមឆ្នាំរបស់កម្មវិធីអញ្ចឹងកន្លែងនេះឲ្យឈ្មោះថា page layout tab ឬក៏ layout tab យើងចូលទៅក្នុងនឹងមួយមកបន្តមកទៀតយើងមើលទៅកន្លែង size នេះគឺការជ្រើសរើសទំហំกระดาษណាអញ្ចឹងវាមាន A4 A5 ផ្សេងៗឬក៏กระดาษ letter អញ្ចឹងជាទូទៅយើងយកกระดาษ A4 បន្ទាប់ពីយើងយកกระดาษ A4 ហើយយើងទៅមើល orientation នេះយើងយកกระดาษផ្ដេកឬក៏បញ្ឈរវាយើងយកกระดาษផ្ដេកឬกระดาษបញ្ឈរវាអាស្រ័យជាក់ស្ដែងទៅលើការងាររបស់យើងណាគឺវាជាក់ស្ដែងទៅលើការងាររបស់យើងអាកន្លែងกระดาษផ្ដេកกระดาษបញ្ឈរហ្នឹងអញ្ចឹង portrait ឬក៏ landscape ចំណុចមួយទៀតគឺ margin យើងមើលវាមានដូចជា narrow normal ឬក៏ moderate ឬក៏ wide ឬក៏ mirror អីចឹងទៅអញ្ចឹងជាទូទៅយើងយក narrow អញ្ចឹងទំហំ margin នេះវាគិតជា inch អញ្ចឹងយើងផ្លាស់ប្ដូរទំហំវាពី inch ទៅសង់ទីម៉ែត្រវិញណាដោយសារប្រវែងຂະຫນາດនៅខ្មែរយើងគេភាគច្រើនគេប្រើសង់ទីម៉ែត្រអញ្ចឹងដើម្បីបដូរវាបានយើងចូលទៅក្នុង file យើងយកពាក្យថា option ហើយបន្តមកទៀតយើងយកពាក្យថា add one នេះពាក្យថា add one មកយើងអូសចុះក្រោមមកយើងនឹងឃើញនេះកន្លែង display នេះអញ្ចឹងវាកន្លែង show measurement in unit នេះអញ្ចឹងយើងយកពាក្យថាសង់ទីម៉ែត្រមកហើយយើងចុច OK អញ្ចឹងនៅពេលដែលយើងចូល margin ម្ដងទៀតកន្លែងនេះវានឹងផ្លាស់ប្ដូរទៅជាសង់ទីម៉ែត្រទាំងអស់នេះបែបនេះហ្នឹងគឺជាហ៊ានដំបូងមុនយើងចាប់ផ្ដើមធ្វើការងារបន្ទាប់ពីយើងធ្វើការកំណត់ margin ហើយយើងត្រឡប់មក home វិញណាយើងត្រឡប់មក home យើងចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរ font អូខេអញ្ចឹងជាទូទៅ font ខ្មែរគេប្រើ font បាត់ដំបងសម្រាប់អត្ថបទហើយនិង font ខ្មែរមូលសម្រាប់ចំណងជើងឥឡូវឧទាហរណ៍ទី1កន្លែងនេះដាក់ថា pro ធានបទហើយខាងក្រោមនេះគឺដាក់ថាអត្ថបទអញ្ចឹងយើង select វាមកយើង search វាយើងអូសចុះក្រោមមកយើងរកឬក៏យើង tab វាក៏បានដែរយើង search មកមានន័យថាយើង select លើ font ចាស់នេះសិនណា select វាហើយដាក់ថាខ្មែរ OS មូលអញ្ចឹងមកហើយ enter មកនេះគឺសម្រាប់ចំណងជើងហើយមួយទៀតសម្រាប់អត្ថបទគឺខ្មែរ OS បាត់ដំបងនេះគឺបែបនេះហើយ font size ទំហំជាទូទៅគេយក12ណាជាទូទៅអត្ថបទដូចគ្នាយក12អូខេនេះឥឡូវយើងឃើញហើយជាហ៊ានដំបូងរបស់យើងគឺយើងធ្វើការកំណត់ទៅលើกระดาษជាហ៊ានទី2ធ្វើការផ្លាស់ប្ដូរ font និងទំហំ font មេរៀនបន្ទាប់គឺការរក្សាឯកសារទុកឬក៏ការ save អញ្ចឹងដើម្បី save ឯកសារបានយើងចុចទៅលើ control បូកនឹងអក្សរ S ឬក៏យើងចូលទៅកាន់ file នេះកាន់ file យើងយកពាក្យថា save ឬក៏ save as អញ្ចឹងបើសម្រាប់ឯកសារថ្មីដោយអ្វីដែលគ្រូកំពុងតែធ្វើនេះយើងចុច save មួយណាក៏បានដែរប៉ុន្តែបើសម្រាប់ឯកសារចាស់ save និង save as គឺវាមានលក្ខណៈខុសគ្នា save មានន័យថាយើងធ្វើការ save ការងារបន្តពីការងារចាស់របស់យើង save ការងារថ្មីបន្តពីការងារចាស់ប៉ុន្តែ save as យើងរក្សាការងារចាស់ទុកឲ្យនៅដដែលនិងបង្កើតនៅឯកសារថ្មីមួយផ្សេងទៀតនឹងការងារដែលយើងបានធ្វើថ្មីហ្នឹងគឺសម្រាប់ save as ហើយនឹង save ទៅលើឯកសារចាស់អូខេបន្ទាប់ពីយើងឥឡូវគ្រូនឹងបង្ហាញពីការ save អញ្ចឹងការ save នេះក៏វាមានសារៈសំខាន់ដែរគឺយើងត្រូវដាក់ឈ្មោះឯកសារឲ្យបានត្រឹមត្រូវទៅតាមការងារជាក់ស្ដែងរបស់យើងហើយនឹងរើសទីតាំងឲ្យបានត្រឹមត្រូវគ្នាជៀសវាងនៅពេលដែលកុំព្យូទ័រយើងមានបញ្ហាវាធ្វើឲ្យបាត់បង់ឯកសាររបស់យើងពិបាកនឹងស្វែងរកមកវិញ
តែជាទូទៅគ្រូណែនាំឲ្យយើងរក្សាឯកសារនៅលើ cloud server អញ្ចឹង cloud server នេះគ្រូនឹងបង្ហាញនៅមេរៀនបន្តទៀតណាអូខេអញ្ចឹងយើងចុចបន្តពី save មកហើយយើងចូលទៅក្នុង this PC មក this PC យើងចូលក្នុង DPC ហើយយើងចាប់ផ្ដើមរើសទីតាំងរបស់យើងប៉ុន្តែជាទូទៅ computer ភាគច្រើនគឺមាន hard drive ចំនួន2មានន័យថា drive C និង drive D ប៉ុន្តែជាក់ស្ដែងដោយសារតែ computer hard disk តូចអញ្ចឹងគ្រូអត់បានបបាយ drive វាទេអញ្ចឹងយើងចូលទៅក្នុង hard drive របស់យើងមកបញ្ជាក់កន្លែងនេះគ្រូណែនាំឲ្យយើងរក្សាឯកសាររបស់យើងនៅក្នុង drive D អញ្ចឹងមុននឹងយើងរក្សាយើងត្រូវបង្កើត folder មួយអញ្ចឹងយើងចុចពាក្យកន្លែង new ខាងលើនឹងមកវានឹងបង្កើតបានថា new folder ហើយយើងដូរឈ្មោះ folder របស់យើងមកដាក់ជាភាសាខ្មែរក៏បានជាអង់គ្លេសក៏បានអញ្ចឹងគ្រូដាក់ជាភាសាខ្មែរទៅដើម្បីឲ្យងាយស្រួលយល់ងាយស្រួលមើលអញ្ចឹងដាក់ថាការងាររដ្ឋបាលទូទៅអូខេហើយយើងចុច enter មក enter ម្ដងទៀតនេះអញ្ចឹងយើងមើលទីតាំងរបស់វាអញ្ចឹងវាមានទីតាំងរបស់វានៅក្នុង this PC local DC ហើយនឹង folder ការងាររដ្ឋបាលទូទៅហើយបន្តមកទៀតកន្លែង file name នេះគឺយើងត្រូវដាក់ឈ្មោះឲ្យបានត្រឹមត្រូវទៅនឹងការងារជាក់ស្ដែងរបស់យើងឧទាហរណ៍ថាការងារនេះគ្រូដាក់ថាមេរៀនទី1របៀបកំណត់ទំហំក្រដាសជាងចោះណាប៉ុន្តែកុំដាក់ដោយគ្រូការងារយើងជាក់ស្ដែងគេយើងដាក់ឈ្មោះនឹងមកហើយមួយទៀត save as file type នេះគឺយើងរើសប្រភេទឯកសាររបស់យើងអញ្ចឹងឯកសាររបស់យើងប្រើប្រាស់សម្រាប់កែប្រែច្រើនឬយើងយកអាទី1នេះមកនេះ Word document អញ្ចឹងនៅពេលយើងធ្វើការដាក់ឈ្មោះហើយយើងចុច save អញ្ចឹងយើងមានឃើញអីប្លែកអត់នៅខាងលើនេះវាធ្វើការផ្លាស់ប្ដូរឈ្មោះដូចគ្នាពី document 1ទៅមេរៀនទី1របៀបកំណត់ទំហំក្រដាសគ្រូផ្លេចទី1ណាមេរៀនកំណត់ទំហំក្រដាសអញ្ចឹងយើងចូលទៅមើលការងាររបស់យើងនៅក្នុង this PC បន្តមកទៀតនៅក្នុង hard drive C អញ្ចឹងយើងអូសមកក្រោមមកនេះការងារទូទៅរដ្ឋបាលនេះឃើញទេអញ្ចឹងឥឡូវគ្រូចាប់ផ្ដើមអាប់ដេតការងាររបស់យើងណាអាប់ដេតការងាររបស់យើងគ្រូបញ្យល់ពាក្យ save និង save as គ្រូចាប់ផ្ដើមអាប់ដេតការងារគឺថាមេរៀនទី1អញ្ចឹងនៅពេលដែលយើងចុច save មានន័យថាការងារហ្នឹងគឺវា save បន្តពីការងារចាស់របស់យើងឃើញទេបើសិនជាពេលដែលយើង save as គឺវាចាប់ផ្ដើមបង្កើតឯកសារថ្មីឲ្យយើងនេះអញ្ចឹងយើងដាក់ save គ្រូដាក់ឧទាហរណ៍មក update អានេះដាក់មេរៀនទី1គ្រូកែត្រូវវិញដាក់មេរៀនទី1ហើយចុងទៅគ្រូដាក់ថា update គ្រូចុច save មកអូខេអញ្ចឹងយើងចូលទៅមើលនៅក្នុង folder របស់យើងមិញមកនេះឃើញវាបង្កើតឯកសារថ្មីថែមមួយទៀតទេហើយការងារនេះការងារដែលយើងកំពុងបើកនេះគឺវាឈរនៅលើឯកសារថ្មីប៉ុន្តែវាបានរក្សានៅឯកសារចាស់ទុកហើយ